Facebook បងប្អូនណាខ្លះដែលមានមិត្តភ័ក្តិច្រើន 5000 នាក់ពេលផុសរូបភាពវីដេអូម្ដងបាន like និង view ត្រឹមតែ200ទៅ300នាក់គឺជា account Facebook បែបនេះមាន friend ដល់ទៅ 5000 នាក់ពេលផុសម្ដងបាន like ត្រឹមតែ52 like និង5 comment អញ្ចឹងបងប្អូនកុំឲ្យខាត់ពេលយូរតោះយើងចូលទៅមើលក្នុង account Facebook របស់យើងទាំងអស់គ្នាអញ្ចឹងយើងចូល Facebook របស់យើងមកតើមកទៀតយើងចូល profile របស់យើងដើម្បីទៅមើល friend របស់យើងថាតើមាន friend ប្រហែលនាក់បាទគឺ friend របស់យើងគឺ 5000 នាក់អញ្ចឹងយើងចូលទៅមើលវីដេអូដែលយើងបានថតតើមានបាន like ប្រហែលថតមកបាទតើបានចុចលើរូបមកយើងបាទ friend 5000 នាក់យើងបាន like តែ52 like បាទនេះគឺបាន37 like ចឹងឃើញថាយើងបាន like តិចចឹងយើងទៅធ្វើការ unfriend ចោលខ្លះដែល Facebook ដែលគេមិនបានលេងដែលមិនមានសកម្មភាពអ្វីទាំងអស់ចឹងយើងថយមកក្រោយវិញបាទមកតទៅចូល profile របស់យើងបាទមកតទៅយើងមើលខាងក្រោមកន្លែងពាក្យថាមិត្តភ័ក្តិនេះចេញលើវាមកដល់ទៅនេះតែយើងមើលមកខាងលើនៅខាងស្នាមដៃខៀវៗនេះគេដាក់ថាគ្រប់គ្រងចុចលើហ្នឹងមកបាទមកដល់ទៅនេះយើងមើលមកខាងលើនៅខាងឆ្វេងដៃទៅកន្លែងរូបក្បាលលើ2ចុចលើហ្នឹងមកបាទហើយនេះគឺជា friend ដែលគ្មានសកម្មភាពជាមួយយើងមិនដែលលេងជាមួយយើងដែលអាចជាគេភ្លេច password ឬក៏គេមិនដែលចូលលេងបាទនេះយើងក៏មិនដឹងដែរថាមិនបានមិនមានសកម្មភាពអ្វីអញ្ចឹងវាមានចំនួនដល់ទៅ287នាក់បាទច្រើនដែរបាទបន្ទាប់ពីយើងចូលមើលឃើញចឹងហើយយើងមើលមកខាងស្ដាំដៃនេះកន្លែងខៀវចុចលើវាមកគេដាក់ថាជ្រើសរើសច្រើនចុចលើវាមកបាទបន្តមកដល់ទៅនេះយើងធ្វើការចុចលើវាមួយមកបាទមកជាក់កន្លែងនេះដែល Facebook ខ្លះគឺមានពាក្យថា select all ហើយគឺយើងចុចចូលពាក្យ select all គឺវា select ឲ្យទាំងអស់តែ Facebook នេះដោយសារខ្ញុំមិនទាន់បាន update គឺវាឲ្យចុចមួយអញ្ចឹងបន្តពេលយើងចុចហើយយើងមើលមកខាងក្រោមមើលខាងឆ្វេងដៃកន្លែងខៀវនេះគេដាក់ជប់ធ្វើជាមិត្តមួយបាទអក្សរអង់គ្លេសដាក់ថា unfriend អញ្ចឹងយើងបន្តពេលយើងចុចចឹងហើយយើងចុច unfriend មកបាទពេលចុច unfriend ចឹងមកបន្តមកយើងដាក់យកពាក្យថាជប់ធ្វើជាមិត្តភក្តិហើយចុចចេញមកបាទអញ្ចឹងសិនជាបងប្អូនចង់ unfriend ទាំងអស់បងប្អូនចុចម្ដងមួយមកហើយសម្រាប់បងប្អូនដែលមានទូរស័ព្ទ Facebook បងប្អូន update គឺមានកន្លែងប៊ូតុងចុច select all អញ្ចឹងយើងអាចចុចម្ដងបានទាំងអស់អញ្ចឹងបន្ទាប់ពីយើងunfriend ចោលយើងអាចមាន friend add មកសារថ្មីឬក៏យើង add ទៅគេជាថ្មីយើងអាចមាន view ច្រើនជាងមុនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណចាំមកការតាមជួយចុច like share និង subscribe ជាណែមួយផងដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែមទៀតអរគុណច្រើន